សូមជូនរឿងរ៉ាវស្ដីអំពីព្រះបាទហ៊ុនទៀននៅក្នុងចន្លោះគ្រិស្តសករាជ68មានជាតិព្រាហ្មណ៍ម្នាក់នាមហ៊ុនទៀនមកពីប្រទេសឥណ្ឌាប៉ែកអាគ្នេយ៍បានលើកទ័ពតាមផ្លូវសមុទ្រចូលមកច្បាំងយកនគរហ្វូណនលុះច្បាំងឈ្នះហើយក៏ឡើងសោយរាជសម្បត្តិព្រមទាំងលើកព្រះនាងលាវយីធ្វើជាអគ្គមហេសីហើយផ្លាស់ព្រះនាមរបស់ព្រះនាងជានាងសោមាឬកូនព្រះច័ន្ទក្នុងរជ្ជកាលព្រះរាជាអង្គនេះប្រជាជនខ្មែរចេះត្បាញចេះស្លៀកសំពត់ប្រទេសខ្មែរកាលនោះបានផ្លាស់ប្ដូររាជធានីផ្លាស់ប្ដូរឈ្មោះរាជធានីជាញឹកញាប់ដូចជាផ្លាស់ពីនគរគោកធ្លកជាតកសិលាក្រោយមកផ្លាស់ជាអន្ទបុត្តយសោធបរៈក្រោយមកទៀតផ្លាស់ជាមហានគរកម្ពុជាធិបតីសិរីអន្ទបុត្តករុរដ្ឋរាជធានីព្រះបាទហ៊ុនទៀននិងព្រះនាងសោមាមានរាជបុត្រាមួយព្រះអង្គសោយរាជស្នងនិងបន្តខ្សែព្រះរាជវង្សានុវង្សតមកបានជាង200ឆ្នាំចាប់ពីគ្រិស្តសករាជ68ដល់គ្រិស្តសករាជ285